ba mẹភាគច្រើនតែងតែយល់ច្រឡំចំពោះកុមារអូទីសឹមឬក៏កុមារយឺតភាសាឬក៏កុមារមានបញ្ហាផ្សេងគាត់តែងតែយល់ច្រឡំអំពីការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិកឬក៏ការមើលទូរស័ព្ទឬក៏មើលទូរទស្សន៍ទៅធ្វើឲ្យកូនគាត់អាចវិវត្តភាសានិយាយតាមទូរស័ព្ទឬក៏កុមារខ្លះគាត់មើលជាភាសាអង់គ្លេសអញ្ចឹងទៅប៉ាម៉ាក់គាត់តែងតែគិតថាកូនគាត់អាចវិវត្តភាសាអង់គ្លេសល្អប្រសើរអីចឹងទៅទាំងដែលការប៉ັດកូនរបស់គាត់ជាកុមារមានតម្រូវការពិសេសឬយើងហៅឈ្មោះថាកុមារអូទីសឹមកុមារយឺតភាសាកុមារ Down syndrome កុមារ ADHD កុមារ SPD ផ្សេងនៅក្នុងហ្នឹងគឺមានច្រើនហើយកុមារនីមួយគឺមានការវិវត្តឬក៏ការប្រែប្រួលឬក៏បញ្ហារបស់គាត់គឺខុសគ្នាទៅតាមកម្រិតនៃបញ្ហារបស់គាត់ចឹងទៅខ្ញុំប្រៀបធៀបថាអ្នកម៉ាក់គាត់តែងតែយល់ច្រឡំពេលដែលគាត់ឲ្យកូនគាត់មើលទូរស័ព្ទទៅកូនគាត់ចេះច្រៀងចម្រៀងតាម YouTube ចាពេលគាត់មើលទូរស័ព្ទហ្នឹងគាត់មើល YouTube គាត់មើលជាប្រភេទចម្រៀងភាសាអង់គ្លេសឬក៏ចម្រៀងខ្លះមានជាភាសាខ្មែរឬក៏អីចឹងទៅតែភាសាដែលគាត់វិវត្តចេញមកហ្នឹងគឺគាត់អាចនិយាយតាម YouTube និយាយបានច្រើនទៀតក៏ប៉ុន្តែមិនមែនជាភាសាតំណងទេហើយមួយវិញទៀតគាត់ក៏មានជាភាសាដែលយើងស្ដាប់អត់យល់ដែរចាហើយពេលខ្លះអាចចម្រៀងរបស់គាត់ហ្នឹងគឺដិតដាមនៅក្នុងខួរក្បាលរបស់គាត់នៅក្នុងការគិតរបស់គាត់រហូតអញ្ចឹងគាត់តែតែច្រៀងចម្រៀងហ្នឹងគ្រប់ពេលគ្រប់វេលាអីចឹងទៅអាហ្នឹងការមើលជាចម្រៀងឬក៏មើលជាការរៀនសូត្រអីចឹងទៅតែកុមារខ្លះគាត់មើល YouTube ឬក៏ប្រព័ន្ធអេឡិចត្រូនិកហ្នឹងគាត់មើលបែបតុក្កតាបែបលេងអីចឹងទៅអញ្ចឹងនៅពេលដែលគាត់មើលខ្លាំងគាត់ដិតដាមខ្លាំងគាត់មើលរយៈពេលយូរធ្វើឲ្យខួរក្បាលរបស់គាត់ហ្នឹងគឺផ្ដោតទៅលើតែរូបភាពឬក៏សកម្មភាពដែលគាត់ធ្លាប់មើលឃើញនៅក្នុង YouTube ឬក៏ទូរស័ព្ទហ្នឹងទៅដែលធ្វើឲ្យគាត់ដិតដាមអារម្មណ៍គាត់ខ្លាំងគាត់នឹកឃើញតែរឿង YouTube និយាយតាម YouTube ចានិយាយតាមអ្វីដែលគាត់មើលឧទាហរណ៍រឿងតុក្កតាអីហ្នឹងគាត់និយាយតាមហ្នឹងហ្មងហើយនឹកឃើញនិយាយចាភាសានិយាយបានគឺជាការល្អមួយសម្រាប់ម៉ាក់ប៉ាដែលគាត់មានកូនជាកុមារមានតម្រូវការពិសេសឬក៏កុមារអូទីសឹមកុមារយឺតភាសាហ្នឹងក៏ប៉ុន្តែនៅពេលដែលគាត់និយាយផ្ដោតឬក៏គាត់មើល YouTube ឬក៏ប្រព័ន្ធអេឡិចត្រូនិកហ្នឹងខ្លាំងពេកទៅធ្វើឲ្យខួរក្បាលគាត់នឹកឃើញដិតដាមតែរឿងហ្នឹងមកមុខគត់ចាហើយលក្ខណៈថាគាត់ដកអារម្មណ៍ចាមើលឲ្យចងចាំឲ្យគាត់ធ្វើកាយវិការគាត់បញ្ចេញសម្លេងគាត់ធ្វើអីមកគឺវាតាម YouTube នឹងទាំងអស់ដល់ពេលចឹងទៅធ្វើឲ្យគាត់អត់មានតំណែងទេការមើលទូរស័ព្ទហ្នឹងវាមានផលប៉ះពាល់ច្រើនតែបើសម្រាប់ក្មេងធម្មតាឬក៏អីហ្នឹងមើលជាការរៀនសូត្រជាអីអាហ្នឹងវាអត់ជាបញ្ហាអីទេតែសម្រាប់ក្មេងពិសេសកុមារពិសេសការមើលទូរស័ព្ទជារៀនក៏ដោយក៏នៅតែអត់ល្អសម្រាប់គាត់ដោយសារតែពេលដែលគាត់មើលនេះគឺគាត់ផ្ដោតខ្លាំងហើយធ្វើឲ្យគាត់នឹងអាចបាត់តំណែងជាមួយនឹងមនុស្សជុំវិញខ្លួនបាត់តំណែងសង្គមផ្សេងហើយនៅក្នុងនោះវាមានកត្តាផលប៉ះពាល់ផ្សេងទៅលើកុមារមិនថានិយាយទៅអាផលប៉ះពាល់ហ្នឹងគឺស្របទៅតាមកុមារដែរកុមារខ្លះគាត់មានវិបត្តិធ្ងន់អញ្ចឹងទៅឧទាហរណ៍ថាគាត់មានតំណែងសង្គមសោះដល់ពេលមើលទៅវាកាន់តែធ្វើឲ្យគាត់កាន់តែពិបាកជាងមុនទៀតចាវាប៉ះពាល់ទៅតាមកម្រិតនៃកុមារដែរចាកុមារខ្លះគាត់យល់ដឹងតិចប៉ះពាល់ទៅតាមហ្នឹងទៅកុមារខ្លះគាត់យល់ដឹងច្រើនវាប៉ះពាល់ទៅតាមហ្នឹងដែរអញ្ចឹងថាការមើលទូរស័ព្ទហ្នឹងគឺវាអត់មានផលអីល្អផលវិជ្ជមានសម្រាប់កុមារមានតម្រូវការពិសេសទេដោយសារតែពេលដែលគាត់មើលហ្នឹងគឺគាត់ផ្ដោតខ្លាំងពេលខ្លះគាត់និយាយមកបាននិយាយតាមហ្នឹងណានិយាយតាមហ្នឹងមិនមែនគាត់និយាយភ្លាមគេនិយាយភ្លាមឲ្យគាត់និយាយតាមហ្នឹងគឺគាត់នៅពេលដែលគាត់ធ្វើសកម្មភាពឬគាត់ទៅរៀនឬគាត់ទៅណាទៅណីមួយគាត់នឹកឃើញអាសកម្មភាព YouTube ហ្នឹងឬក៏មើលប្រព័ន្ធហ្នឹងគាត់នឹកឃើញគាត់និយាយតាមធ្វើកាយវិការតាមអញ្ចឹងទៅអញ្ចឹងបើប្រៀបធៀបទៅមានលោកប៉ាអ្នកម៉ាក់គាត់តែងតែប្រៀបធៀបកូនគាត់ជាមួយនឹងកូនបងប្អូនគាត់អីចឹងទៅថាគេមើលទូរស័ព្ទទៅគេឆ្លាតណាគេឆ្លាតទាំងភាសាឆ្លាតទាំងការយល់ដឹងអីចឹងទៅអញ្ចឹងប៉ាម៉ាក់យល់ច្រឡំព្រោះសម្រាប់កុមារធម្មតាខុសពីកុមារអូទីសឹមនៅពេលដែលកុមារអូទីសឹមគាត់មើលទៅវាមានផលប៉ះពាល់គាត់ជាច្រើននៅក្នុងនោះតែបើកុមារធម្មតាគាត់មានភាសាគាត់មានតំណែងគាត់យល់ដឹងអីធម្មតាទេអញ្ចឹងការមើលហ្នឹងវាមិនអត់ប៉ះពាល់ទេសម្រាប់កុមារធម្មតាគឺប៉ះពាល់ក៏ប៉ុន្តែប៉ះពាល់តិចអត់ដូចកុមារអូទីសឹមទេហើយប៉ាម៉ាក់គិតថាកូនមើលទូរស័ព្ទមើល iPad ឬក៏មើលប្រភេទ
ជាជំនាញជាអីហ្នឹងធ្វើឬក៏ជាភាសាអង់គ្លេសអីចឹងទៅធ្វើឲ្យកូនគាត់ចេះភាសាអង់គ្លេសបានកាន់តែល្អឬក៏គាត់ចង់ឲ្យកូនគាត់ផ្ដោតទៅលើភាសាអីចឹងទៅតែជាក់ស្ដែងសម្រាប់កុមារ autism ជាបញ្ហារបស់គាត់ជាបញ្ហាក្នុងការមើលទូរស័ព្ទគឺជាបញ្ហាមួយដែលជួយធ្វើឲ្យគាត់អត់វិវត្តទៅមុខហើយប៉ះពាល់ខួរក្បាលគាត់បន្ថែមទៀតអញ្ចឹងសម្រាប់ប៉ាម៉ាក់ដែលគាត់យល់ច្រឡំអំពីចំណុចហ្នឹងប៉ាម៉ាក់អាចផ្លាស់ប្ដូរឬក៏កាត់បន្ថយកូនក្នុងការមើលទូរស័ព្ទឬក៏ទូរទស្សន៍ហ្នឹងយើងអាចកាត់ផ្ដាច់ 100% ទេក៏ប៉ុន្តែយើងអាចដំបូងយើងមិនអាចកាត់ផ្ដាច់គាត់ 100% ទាំងស្រុងទេយើងអាចកាត់បន្ថយ70 60 50ម្ដងតិចម្ដងតិចដើម្បីធ្វើម៉េចឲ្យគាត់ផ្សំក្នុងការយើងផ្ដាច់ក្នុងការឲ្យគាត់មើលទូរស័ព្ទហ្នឹងយើងអត់អាចឲ្យគាត់នៅបន្តមើលរហូតហ្នឹងទេហើយកុមារខ្លះគាត់និយាយល្វើទៅក្នុង YouTube ហ្នឹងមិនថាជំនាញថាអីតែពេលដែលគាត់មើលខ្លាំងខួរក្បាលគាត់គឺបដោតទៅលើហ្នឹងខ្លាំងអញ្ចឹងពេលខ្លះយើងបរៀនគាត់មួយទល់មួយនិយាយមួយគាត់អីមួយគាត់ហ្នឹងគាត់អត់ចាប់អារម្មណ៍យើងទេគាត់ខួរក្បាលគាត់គឺពោពេញទៅដោយការមើល YouTube ហ្នឹងគាត់នឹកឃើញតែរឿងហ្នឹងគាត់ល្វើនិយាយចេញមកអញ្ចឹងទៅអញ្ចឹងប៉ាម៉ាក់គួរតែកាត់ផ្ដាច់ឬកាត់បន្ថយបើសិនជាយើងអត់ទាន់អាចកាត់ផ្ដាច់គាត់បាន 100% ភ្លាមព្រោះគាត់អាចប្រតិកម្មខ្លាំងឬគាត់អាចរករឿងខ្លាំងអញ្ចឹងយើងអាចបន្ថយរយៈពេលនៃការមើលមួយថ្ងៃមើល1ម៉ោងអាចថយសល់ត្រឹម50នាទី40នាទី30នាទី20យូរទៅយើងផ្ដាច់ចូលហ្មងហ្នឹងជាការល្អមួយសម្រាប់ឲ្យប៉ាម៉ាក់ជួយជំរុញកូនបន្ថែមទៀតចានៅពេលដែលគាត់មើលទូរស័ព្ទទៅគាត់អត់មានតំណែងមួយមនុស្សជុំវិញខ្លួនមិនថាតែយើងនិយាយទៅគាត់អត់សូវចាប់ភាសាយើងបានដែរអញ្ចឹងសម្រាប់វីដេអូនេះនេះខ្ញុំចែកម្លែកឲ្យប៉ាម៉ាក់អនុវត្តឬក៏ការជួយកូនក្នុងការកាត់បន្ថយការមើលប្រព័ន្ធអេឡិចត្រូនិក